សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនចេញមកបកស្រាយក្រោយមានការរិះគន់ជុំវិញប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀននៅសង្កាត់ព្រែកកំពឹសខណ្ឌដង្កោសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិបានចេញសេចក្តីប្រកាសព័ត៌មានក្រោយមានការរិះគន់តាមបណ្ដាញសង្គមនិងសារព័ត៌មានមួយចំនួនដែលបានបង្ហោះវីដេអូនិងរូបថតនៃសកម្មភាពបង្ក្រាបបទល្មើសគ្រឿងញៀនការបង្ហោះនេះត្រូវបានអ្នកលេងបណ្ដាញសង្គម Facebook នាំគ្នាចែកចាយតគ្នានិងមានការបញ្ចេញមតិរិះគន់បង្កឲ្យមានការយល់ច្រឡំមកលើកងកម្លាំងសមត្ថកិច្ចនៅរុស្ស៊ីថ្ងៃទី9ខែមីនាឆ្នាំ2025ជុំវិញការផ្សព្វផ្សាយនេះក្រុមប្រតិកម្មរហ័សនៃមន្ទីរប្រឆាំងគ្រឿងញៀនបានលើកឡើងថានៅថ្ងៃទី9ខែមីនាឆ្នាំ2025វេលាម៉ោងប្រហែល 2:50 នាទីកម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀនសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើការបង្ក្រាបករណីកែច្នៃសារធាតុញៀនខុសច្បាប់ប្រព្រឹត្តនៅភូមិសាស្ត្រផ្ទះលេខ12ភូមិរោងចក្រសង្កាត់គោកឃ្លៀងខណ្ឌសែនសុខរាជធានីភ្នំពេញប្រតិបត្តិការនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន3នាក់ស្រីម្នាក់និងចាប់យកសារធាតុញៀននិងសារធាតុផ្សំប្រមាណជិត300គីឡូក្រាមរួមទាំងសម្ភារៈវេចខ្ចប់និងម៉ាស៊ីនសម្រាប់កែច្នៃសារធាតុញៀនមួយចំនួនធំបន្ទាប់ពីស្ដាប់ចម្លើយជនសង្ស័យនិងឆ្លងតាមការស៊ើបអង្កេតកម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀនបានបន្តស្រាវជ្រាវរកមុខសញ្ញាពាក់ព័ន្ធនិងមេខ្លោងដោយកំណត់បានមុខសញ្ញាដែលកំពុងលាក់ខ្លួនក្នុងភូមិសាស្ត្រសង្កាត់ព្រែកកំពឹសខណ្ឌដង្កោរាជធានីភ្នំពេញហើយកម្លាំងជំនាញក៏បានចុះច្បាមមុខសញ្ញានិងឃ្លាំមើលក្នុងភូមិសាស្ត្រខាងលើលុះដល់ម៉ោងប្រមាណ2រសៀលថ្ងៃទី9ខែមីនាឆ្នាំ2025កម្លាំងសមត្ថកិច្ចបានឃើញមុខសញ្ញា2នាក់ហើយមុខសញ្ញាទាំង2នាក់ពេលឃើញសមត្ថកិច្ចក៏ភ័យរត់គេចខ្លួនសមត្ថកិច្ចមានការសង្ស័យក៏ធ្វើការឃាត់ខ្លួនដោយជាបឋមសន្និដ្ឋានថាមុខសញ្ញាទាំងពីរនាក់នេះមានភិនភាគដូចមុខសញ្ញាដែលកម្លាំងសមត្ថកិច្ចកំពុងតែបន្តការតាមចាប់ខ្លួនបន្ទាប់ពីចាប់ខ្លួនរួចហើយក៏បញ្ជូនបន្តទៅមន្ទីរប្រឆាំងគ្រឿងញៀនដោយបានស្ដាប់ចម្លើយនិងបានធ្វើតេស្តទឹកនោមជាលទ្ធផលកម្លាំងរកឃើញថាមុខសញ្ញាទាំងពីរនាក់មិនពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនខាងលើនោះទេប៉ុន្តែមុខសញ្ញាទាំងពីរនាក់ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀនដោយកម្លាំងសមត្ថកិច្ចបានចាប់យកសារធាតុញៀនមួយកញ្ចប់ទៀតផងក្នុងពេលឃាត់ខ្លួនមុខសញ្ញាទាំងពីរនាក់នេះដែរក៏មានប្រជាពលរដ្ឋដែលមិនបានដឹងរឿងក៏ថតវីដេអូនិងរូបភាពបង្ហោះដោយចោទប្រកាន់មកលើសមត្ថកិច្ចដោយបង្កើតឲ្យមានការបញ្ចេញមតិធ្វើឲ្យប៉ះពាល់កិត្តិយសរបស់កងកម្លាំងជំនាញជាពិសេសធ្វើឲ្យបែកព័ត៌មានសម្ងាត់ដែលប្រតិបត្តិការស៊ើបអង្កេតរបស់សមត្ថកិច្ចមិនទាន់បានបញ្ចប់ក្នុងនាមអង្គភាពអនុវត្តច្បាប់មន្ទីរប្រឆាំងគ្រឿងញៀនស្នើឲ្យម្ចាស់គណនីឈ្មោះ PVFC និងសារព័ត៌មានផ្សេងៗដែលមានយកព័ត៌មាននេះទៅផ្សព្វផ្សាយបន្តធ្វើការកែតម្រូវនៅការផ្សព្វផ្សាយរបស់ខ្លួនជាបន្ទាន់បើមិនដូច្នេះទេមន្ទីរប្រឆាំងគ្រឿងញៀននឹងចាត់ការតាមផ្លូវច្បាប់